Honda PCX មានបញ្ហាហុយផ្សែងហើយនឹងស៊ីប្រេងម៉ាស៊ីនបងប្រុសចាំតោនៅទឹកដីខ្នល់បាត់ប៉ាំងអាស័យយើងនេះទេហើយបងប្រុសចាំតោមកធ្វើម៉ូតូកន្លែងខ្ញុំគឺថាស្គាល់ខ្ញុំទេគឺមានបងប្អូនគាត់ប្រាប់មានអាណាបងប្អូនហើយបងប្រុសមកចាស់ជាង2ឆ្នាំហើយតាមខ្ញុំចាំបានមួយឆ្នាំជាងមុនណាបងប្រុសគាត់ធ្លាប់មកធ្វើម៉ូតូកន្លែងខ្ញុំរើម៉ាស៊ីនអីចឹងណាហើយគាត់ក៏អាសាមកធ្វើជារឿយៗដែរម៉ូតូគាត់ PCX អញ្ចឹងដែរដល់ឥឡូវពិតជាអរគុណគាត់មែនតើណែនាំកូនក្មួយគាត់យកម៉ូតូមកធ្វើអញ្ចឹងណាអញ្ចឹងបាទថាការជួសជុលម៉ូតូបងប្អូនបើសិនជាយើងជួសជុលឲ្យចំគោលដៅឲ្យច្បាស់លាស់ម្ចាស់ម៉ូតូនឹងមានទំនុកចិត្តឯចំណុចសំខាន់វិញការប្រើប្រាស់វាប្រើប្រាស់បានយូរមិនមែនគ្រាន់តែចេញពីផ្ទះជាងមកបានតែ2ថ្ងៃខូចនោះទេបើនិយាយពីការជួសជុលម៉ាស៊ីនវិញបងប្អូនគឺខ្ញុំដាក់តែគ្រឿងល្អៗទេហើយនឹងគ្រឿងស៊ីនទេខ្ញុំអាសានិយាយតែរឿងដែរទេអារឿងពួកប្រើធុងទឹកគឺវាងាយនឹងមានបញ្ហាណាស់វាងាយនឹងស៊ីប្រេងវាងាយនឹងលាន់បើសិនជាយើងដាក់គ្រឿងមិនបានល្អដាក់គ្រឿងឡូវាមិនបានយូរទេបងប្អូនខ្ញុំនិយាយមែនពេលខ្លះខ្ញុំដាក់គ្រឿងស៊ីនមែនក៏វាមានបញ្ហាដែរនឹងដាក់គ្រឿងស៊ីនទៀតចោះតម្រាំដាក់គ្រឿងធម្មតាមិនដឹងឆាប់មានបញ្ហាយ៉ាងម៉េចទេឯចំណុចសំខាន់មួយទៀតគឺការទំនួលខុសត្រូវចំពោះខ្ញុំបើសិនជាមានបញ្ហាទៅលើម៉ាស៊ីនឬក៏មានបញ្ហាទៅលើកន្លែងដែលខ្ញុំធ្វើមិនចាំបាច់និយាយច្រើនទេឲ្យតែនៅក្នុងការធានាគឺខ្ញុំជួសជុលជូនឡើងវិញបងប្អូនមិនបាច់បារម្ភអីទេដូចជាម៉ូតូនេះអញ្ចឹងខ្ញុំក៏បានសួរបងប្រុសដែរមិនមែនចេះតែដូរបខំគាត់ទេគឺខ្ញុំលើកហេតុផលប្រាប់គាត់ថាសៃអស់ប្រមាណថាដូរសេមីធម្មតាអស់ប្រមាណថាដូរសេមីស៊ីនអស់ប្រមាណហើយប្រាប់គាត់អំពីបញ្ហាតើការសៃប្រើប្រាស់បានវាម៉េចប្រើប្រាស់បានយូរអត់វាធន់អត់វាស្រួលជិះអត់ឯសេមីធម្មតាវាប្រើប្រាស់ទៅវាម៉េចឯដូរសេមីស៊ីននេះប្រើប្រាស់ទៅវាម៉េចប្រើប្រាស់ទៅបានយូរអត់បងប្អូនរឿងម៉ាស៊ីនណាខ្ញុំធ្វើតែរឿងដែរទេភាគច្រើនគឺខ្ញុំណែនាំមកគាត់ដូរសេមីស៊ីនចេញតែម្ដងបងប្អូនគិតមើលលុយសៃក៏វាមិនអស់តិចដែរលុយដូរសេមីធម្មតាក៏វាមិនអស់តិចដែរចុះបើលើខ្វះគ្នាតិចតួចយើងដាក់សេមីស៊ីនយកតែម្ដងទៅវាមិនប្រើប្រាស់បានយូរអីហើយបើសិនជាមានបញ្ហាឆាប់មានបញ្ហាក៏វាល្អមើលដែរហេតុអីបានយើងដូរសេមីស៊ីនហើយវាឆាប់មានបញ្ហាតែបើសម្រាប់ខ្ញុំកម្រមានបញ្ហាណាយកលុយបងប្អូនយើងដាក់ត្រជាក់ពេញទឹកពេញដីហើយតែក៏មានបញ្ហាខ្លះដែរវាមិនមែនទាំងអស់នោះទេតែក៏អាចសំខាន់គឺយើងមានទំនួលខុសត្រូវបើឆាប់មានបញ្ហាធ្វើសងគេវិញទៅថ្ងៃណាធ្វើម៉ូតូសងគេអត់លុយដាក់ត្រជាក់ទៅ